អាយុដំអូនចិន្តានាំយកអំណោយមនុស្សធម៌ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយអគ្គិភ័យ17គ្រួសារក្នុងក្រុងកំពង់ចាមអាយុដំអូនចិន្តាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី8ខែមិនិនាឆ្នាំ2025នេះបានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខនិងនាំអំណោយមនុស្សធម៌របស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផ្ដល់ជូនពលរដ្ឋអាជីវករលក់អាគុយម៉ូតូកង់ចំនួន17គ្រួសារនៅភូមិទី8សង្កាត់កំពង់ចាមក្រុងកំពង់ចាមដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះល្វែងជាប់គ្នាអស់ទាំងស្រុងកាលពីម៉ោងជាង12អាធ្រាត្រយប់មិញស្ថិតក្នុងឱកាសចុះសួរសុខទុក្ខនោះអាយុដំអូនចិន្តាប្រធានគណៈកម្មាធិការសាខាបានសម្ដែងការសោកស្ដាយជាពន់ពេកជាមួយគ្រួសារជនរងគ្រោះចំពោះឧបទ្ទហេតុដែលកើតឡើងនឹកស្មានមិនដល់នេះនាំឲ្យខូចខាតទាំងលំនៅឋានតូបអាជីវកម្មបាត់បង់ទាំងសម្ភារៈកង់ម៉ូតូអស់ជាច្រើនគ្រឿងដែលតាំងលក់គិតប៉ានស្មានតម្លៃទឹកប្រាក់ប្រមាណ$2លានអាមេរិកឆ្លៀតក្នុងឱកាសនោះដែរអាយុដំប្រធានគណៈកម្មាធិការសាខាក៏បានពំនាំនៅប្រសាសន៍ផ្ញើសួរសុខទុក្ខពីសំណាក់អាយុដំសន្តិបណ្ឌិតនេតសាវឿនប្រធានកិត្តិយសសាខាជាពិសេសសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចការសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ឬសាសនាអ្វីឡើយហើយបើទោះបីជាសម្ដេចប្រធានមិនបានអញ្ជើញមកផ្ទាល់ក៏ដោយក៏សម្ដេចតែងតែចាត់តាំងតំណាងចុះអន្តរាគមន៍នាំយកអំណោយមនុស្សធម៌ជួយសម្រាលទុក្ខលំបាកជនរងគ្រោះតាន់ពេលវេលាតាមទិសស្លោកកាកបាទក្រហមកម្ពុជាមាននៅគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នានិងមិនទុកនរណាម្នាក់ចោលឡើយអាយុដំអូនចិន្តាក៏បានក្រានរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យប្រុងប្រយ័ត្នជាប្រចាំអំពីគ្រោះមហន្តរាយនានាពិសេសគ្រោះអគ្គិភ័យដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែសហេតុនេះមុននឹងចេញពីផ្ទះត្រូវពិនិត្យពន្លត់ភ្លើងចង្ក្រានហ្គាសបិទកុងតាក់ជាមុនសិនពិសេសការតបបណ្ដាញអគ្គិសនីត្រូវហៅអ្នកជំនាញមកពិនិត្យផ្លាស់ប្ដូរខ្សែភ្លើងចាស់ចោលហើយរៀបចំចរន្តអគ្គិសនីទៅតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវសូមបញ្ជាក់ថាអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនអាជីវកររងគ្រោះទាំង17គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ50គីឡូក្រាមទឹកត្រី2យួរទឹកស៊ីអ៊ីវ2យួរមី2កេសតង់ធំ2ខេត2មុងភួយសារ៉ុងក្រមាអាវយឺត10សម្ភារៈដំណេកសម្ភារៈផ្ទះបាយនិងថវិកាចំនួន$1លានដោយឡែកអាយុដំសន្តិបណ្ឌិតនេតសាវឿនប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានជួយឧបត្ថម្ភអាជីវកររងគ្រោះទាំង17គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកា$1លានផងដែរ